បាទអានេះជារបៀបលេងអឺ drone E99 Pro របស់យើងណាបាទជាដំបូងឡើយបងបើកdrone មកបាទបើក drone បាទបន្តមកទៀតបងបើក tele បាទនៅពេលដែលបើក tele រួចគឺវាធ្វើការស្គាល់គ្នារវាង drone និង tele ណាបាទហើយបន្តមកទៀតបងធ្វើការ set up វាបាទយើងទាញហែកចេញមកបាទគឺភ្លើង load ហ្នឹងបាទចាំមកទាញម្ដងទៀតមកបាទ set up 2 ដងអញ្ចឹងណាបងបាទបន្តមកទៀតយើងចុចប៊ូតុងនេះណាប៊ូតុងនេះគឺជាប៊ូតុងទប់លំនឹងណាបាទបងនៅពេលដែលមុននឹងបង្ហោះបងចុចប៊ូតុងនឹងសិនបាទម្ដងបាទ2 ដង 3 ដងអញ្ចឹងណាបាទវាជាប៊ូតុងសម្រាប់ទប់លំនឹងពេលដែលបងចុចទៅលើប៊ូតុងហ្នឹងវាអាចជួយទប់លំនឹងបានខ្លះណាក្នុងការលេងបាទអញ្ចឹងហើយបន្តមកទៀតបងបញ្ឆេះវាបាទបងមិនបញ្ឆេះក៏បានបងចង់បញ្ឆេះក៏បានណាបាទបងចុចបង្ហោះតែម្ដងគឺចុចទៅលើប៊ូតុងនេះណាបង្ហោះនៅពេលបងចុះបងចុចប៊ូតុងនេះវិញណាបាទប៊ូតុងនេះគឺចុះបាទឧទាហរណ៍នេះខ្ញុំបញ្ឆេះបាទបញ្ឆេះហើយយើងទីចុះវិញគឺផលិតវាវិញណាបាទហើយចុចប៊ូតុងនេះគឺហោះបាទហោះឡើងប៊ូតុងនេះគឺចុះណាហើយសូមបញ្ជាក់ថាមុនពេលបង្ហោះបងគួរតែបងវល់ drone ឲ្យស្របទិសយើងសិនដើម្បីងាយស្រួលក្នុងការបញ្ជាណាបាទហើយសម្រាប់ប៊ូតុងនេះគឺប៊ូតុងរឡាតបាទប៊ូតុងនេះណាគឺប៊ូតុងរឡាតអញ្ចឹងនៅពេលដែលចុចទៅ drone យើងនឹងសូរពឹកហ្នឹងនៅពេលដែលយើងទាញស្ដាំគឺវារឡាតមកស្ដាំទាញឆ្វេងរឡាតឆ្វេងរុញទៅមុខរឡាតទៅមុខរុញមកក្រោយរឡាតមកក្រោយណានេះគឺប៊ូតុងឡើងលើចុះក្រោមហើយបែរមុខឆ្វេងនិងបែរមុខស្ដាំណាបាទហើយប៊ូតុង4នេះគឺជាប៊ូតុងសេរីសម្ពាធខ្យល់ណាបាទអញ្ចឹងឧទាហរណ៍ថា drone របស់យើងរៀងរ៉េស្ដាំអញ្ចឹងបងចុចប៊ូតុងឆ្វេងនេះណាយើងចុចមកប៉ឹកអីចឹងមកបាទយើងចុចមកប៉ឹកចឹងមកយើងមើលតាមស្ថានភាពចាក់ស្ដែងនៃការលេងចាក់ស្ដែងណាបាទអញ្ចឹងបើសិនជាលំនឹងល្មមទេអាចលេងបានយើងលេងយកកម្រិតនឹងចាស់ណាបាទអញ្ចឹងរ៉េទៅមុខយើងចុចប៊ូតុងក្រោយបើសិន drone យើងរ៉េមកក្រោយយើងចុចប៊ូតុងមុខណាយើងចុចមកប៉ឹកចឹងមកបាទហើយនេះលេខនេះគឺជាល្បឿនណានៅពេលដែលយើងចុចមកប៉ឹកទៀតវាលោតឡើងលេខ2ណាអញ្ចឹងបានន័យថាដំបូងគឺលេខ1ហើយទៅពេលដែលយើងចុចមកប៉ឹកទៀតវាលោតឡើងលេខ2ហើយយើងចុចមកប៉ឹកទៀតវាលោតឡើងលេខ3ណាហើយនៅពេលយើងចុចមកប៉ឹកទៀតគឺវាលោតមកលេខ1វិញអញ្ចឹងក្នុងស្ថានភាពដែល drone វាតែចិត្តយើងចង់លឿនវាមិនលឿនតាមចិត្តអីយើងអាចចុចប៊ូតុងហ្នឹងដើម្បីឲ្យ drone វាលឿនបាទលឿនបាទនឹងអរគុណច្រើនបាទនេះគឺប៊ូតុងបិទវិញបាទអរគុណ